tôi từ vinh lại khác kê bổng vua rõm riêng ấy chẳng tư đương nhiên và phong thông bọn tôi tầng ong ngay từ bằng plai thuần thiền mà nụ chiến nẹp chưa tay tay tầm miền cầm nứt sen chứ ní ấy mà nứt chặt tập pi nẹp lang miền cầm nứt sen chứ ní ấy ngày nay khi bạn miền dịch đây xong rồi đi ấy bàn màu của vùng thông đòn tiết hay tờ lọc màu sạ ca chắc ní lang vinh tờ lọc màu dương bàn bắt đồ tì tắng từ chật start nó và chật start nó hiện đại sử gian tích phần tay cái ní dương bàn tờ lọc màu sạ ca chắc bỏ dưỡng hay chỉ làm việc thi môi để dương chuộc chung kia chỉ thay đòn tiết làm bay chấm run lược đặc chất năng phòng rừng smart đây đòi scam một chân scam nari bỏ dưỡng trong ca thưa đồng na chua tơ rốc ca co sang nên là thịប្រជាtay rừng mua mùi là không khai được bông thấm sòng đáp ca bao nhiêu trong năm pipon pay pel khai một này nhom som ai bong ôn phục mai phụ mi này chỉ scam một chânแต่ smart strong នៅក្នុងខេត្តកំពង់ធំបន្តក្តីសង្ឃឹមបាទកម្ពុជាយើងរយៈពេល9ឆ្នាំកន្លងមកនេះដែលលទ្ធិប្រជាធិបតេយ្យបានដើរថយក្រោយប៉ុន្តែខ្ញុំសង្កេតឃើញថាក្នុងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោត2027ការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ2028បោះឆ្នោតជាតិស្ថានភាពនយោបាយរបស់កម្ពុជាចូលទៅដល់ដំណាក់កាលមួយដែលមានការប្រែប្រួលហើយបាទប្រែប្រួលយ៉ាងម៉េចប្រែប្រួលសំខាន់ទាំងថាយើងមានក្តីសង្ឃឹមថាការប្រែប្រួលវាជាការប្រែប្រួលវិជ្ជមានម្សិលមិញខ្ញុំបានមើលព័ត៌មានមួយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគាត់បង្ហោះ Facebook មិនដឹងថាបងប្អូនពួកម៉ែពួកមីងបានឃើញអត់ទេបាទគាត់យើងឃើញស្ថានភាពនយោបាយកន្លងទៅថ្មីឃើញមានការដោះលែងអាដាមកឹមសុខាមានអីចឹងហើយម្សិលមិញនាយករដ្ឋមន្ត្រីជួបជាមួយកូនអាដាម កឹមសុខាទៀតបាទហើយចឹងយើងសង្ឃឹមថាកៃឡូនេះជារូបភាពមួយប្រហែលជាប្រែប្រួលវិជ្ជមានសម្រាប់អ្នកប្រជាធិបតេយ្យបាទប៉ុន្តែសួរថាប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់យើងដែលជាអ្នកប្រជាធិបតេយ្យដែលធ្លាប់រងគ្រោះហ្នឹងទេខ្ញុំគិតថាអត់ទាន់គ្រប់គ្រាន់ទេព្រោះនៅមានអ្នកប្រជាធិបតេយ្យអ្នកដែលជាថ្នាក់ដឹកនាំនៃគណៈបកប្រឆាំងគណៈបកភ្លើងទៀនគណៈបកឆន្ទៈខ្មែរគណៈបកដតីទៀតសកម្មជនបដិឋានសិទ្ធិមនុស្សនៅច្រើនណាស់បើតាមរបាយការណ៍អង្គការសង្គមស៊ីវិល100នាក់ជាងហើយដែលបន្តជាប់ឃុំបាទដោយសារតែការសម្ដែងមតិអំពីបញ្ហាប្រទេសជាតិបញ្ហាទឹកដីបញ្ហាព្រៃឈើបញ្ហាសិទ្ធិមនុស្សបញ្ហាដីធ្លីដែលត្រូវបានគេរំលោភបំពានប៉ុន្តែបើសិនជាមានការដោះលែងពួកគាត់ទាំង100នាក់នឹងជាងហ្នឹងចាញ់មកវិញឲ្យមានសេរីភាពពេញលេញមានសិទ្ធិក្នុងការធ្វើនយោបាយពេញលេញស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាអានោះបាទខ្ញុំគិតថាការប្រែប្រួលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតជាមានការប្រែប្រួលមែនប៉ុន្តែបើត្រឹមតែប៉ុណ្ណេះខ្ញុំគិតថាមិនទាន់មានការប្រែប្រួលច្បាស់លាស់សម្រាប់អ្នកប្រជាធិបតេយ្យទេតែទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងអ្នកប្រជាធិបតេយ្យគណៈបកភ្លើងទៀនគណៈបកឆន្ទៈខ្មែរត្រូវតែត្រៀមខ្លួនជានិច្ចមិនអាចបដែតបដោយតាមសមាជីវទេបាទត្រូវប្រឹងរៀបចំឥឡូវនេះយើងចូលទៅដល់ដំណាក់កាលនៃការរៀបចំបេក្ខជនសម្រាប់ចូលឈ្មោះបោះឆ្នោតឃុំសង្កាត់ទៀតហើយយើងត្រូវការមេឃុំយើងត្រូវការជំទប់យើងត្រូវការក្រុមរក្សាឃុំដែលជាអ្នកស្មោះស្ម័គ្របម្រើប្រជាពលរដ្ឋពិតប្រាកដគ្មានអំពើពុករលួយគ្មានការលំអៀងគ្មានការប្រកាន់នៅការនយោបាយនោះគឺជាមេឃុំដែលគណៈបកភ្លើងទៀននិងគណៈបកចន្ទៈខ្មែរនឹងផ្ដល់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំហ្នឹងហើយយើងសង្ឃឹមជឿជាក់ថានៅពេលខាងមុខនេះបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំនឹងបន្តគ្រប់គ្រងដល់គណៈបកភ្លើងទៀនគណៈបកចន្ទៈខ្មែរអាចបម្រើប្រជាពលរដ្ឋរបស់យើងឲ្យបានល្អប្រសើរជាងអ្វីដែលមាននៅសប្តាហ៍ថ្ងៃនេះបាទយើងបានដឹងច្បាស់ហើយថាយើងចង់បានការផ្លាស់ប្ដូរមួយជាវិជ្ជមាននៅកម្ពុជាជាពិសេសនៅកំពង់ធំយើងធ្លាប់បានធ្វើបានល្អប្រសើរណាស់កាលពីឆ្នាំ2013ឆ្នាំ2017កាលនោះយើងដឹងស្រាប់ហើយគណៈបកសង្គ្រោះជាតិបាទចាំទេបាទសង្គ្រោះជាតិកំពង់ធំនេះខ្លាំងណាស់បាទខ្លាំងណាស់បាទអាសនៈ
រដ្ឋសភាក៏យើងបានច្រើនពាក់កណ្ដាលបាទធៀបទៅនឹងគណៈបកកណ្ដាលយើងបានពាក់កណ្ដាលសម្លេងលើគេទៀតបាទដូច្នេះមានន័យច្បាស់លាស់ណាស់ថាអ្នកដែលចង់បានការផ្លាស់ប្ដូរជីវិតជំនាញនៅកម្ពុជាអ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅខេត្តកំពង់ធំនេះគឺមានច្រើនជាងគណៈបកកណ្ដាលបាទដូច្នេះកន្លងមកបន្ទាប់ពីគេរំលាយគណៈបកសង្គ្រោះជាតិទៅសម្លេងទាំងអស់នោះយើងគិតថាមិនដឹងទៅណាបែកខ្ញែកគ្នាអស់ទៅបាទបែកខ្ញែកគ្នាអស់ទៅឥឡូវប្រហែលឆ្នាំមកហើយបាទ2017មកឥឡូវវា9ឆ្នាំហើយបាទ9ឆ្នាំប៉ុន្តែកាលពី2022គណៈបកភ្លើងទៀនបានចាប់ដើមដំណើរការឡើងវិញក៏យើងបានឃុំបានក្រុមប្រឹក្សាឃុំច្រើនដែរបាញ់មិញមានប្រសាថាមានដល់165រូបបាទប៉ុន្តែយើងឃើញយើងចង់ប្រៀបធៀបថាការរួមកម្លាំងគ្នានៃលក្ខប្រជាធិបតេយ្យខេត្តកំពង់ធំកាលពី2013 2017អ្នកប្រជាធិបតេយ្យមានជ័យជំនះអ្នកប្រជាធិបតេយ្យនៅកំពង់ធំខ្លាំងប៉ុន្តែនៅពេលដែលមានការបែកបាក់គ្នានៃអ្នកប្រជាធិបតេយ្យយើងនៅខ្លាំងទៀតទេបាទខ្លាំងទៀតទេមើលទៅវាបែកបាក់គ្នាបែកបាក់គ្នាអត់ខ្លាំងទេតែតរួមគ្នាបានខ្លាំងបាទរួមគ្នាបានខ្លាំងអញ្ចឹងយើងអត់ចង់ឃើញការបែកបាក់ទេយើងចង់ឲ្យអ្នកប្រជាធិបតេយ្យនេះរួមកម្លាំងគ្នាឲ្យបានខ្លាំងដោយកាលពីយើងធ្លាប់ទទួលបានកាលពីឆ្នាំ2013 2017ចឹងគឺបន្តធ្វើដំណើរជាមួយគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរដែលជាបេសកកម្មរបស់គណៈបកភ្លើងទៀននៅឆ្នាំ2027ខាងមុខនេះឲ្យទទួលបានជោគជ័យដោយតែអ្វីធ្លាប់ទទួលបានកាលពីឆ្នាំ2013និង2017បាទត្រឡប់មកវិញដើម្បីឲ្យយើងទទួលបានជោគជ័យដើម្បីឲ្យគោលដៅយើងទៅបានសម្រេចក្នុងការទៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់យើងនៅតាមឃុំសង្កាត់វាតល់តែយើងទី1សំខាន់បំផុតហើយលោកអគ្គលេខាយុទ្ធតែងតែលើកឡើងគ្រប់វេទិកាគឺថាវិន័យបាទត្រូវមានវិន័យហើយខ្ញុំមិនលំអិតទេលោកអគ្គលេខាយុទ្ធប្រកាសជានឹងលើកឡើងអំពីបញ្ហានេះជូនដល់ថ្នាក់ដឹកនាំយើងរចនាសម្ព័ន្ធយើងទី2សំខាន់បំផុតដែរគឺសាមគ្គីភាពបាទសាមគ្គីភាពបើសិនជាយើងធ្វើការគ្រាន់តែខុសគំនិតគ្នាមិនយល់គ្នាត្រង់ចំណុចណាមួយយើងបែកបាក់គ្នាអាហ្នឹងគឺយើងមិនជោគជ័យទេបាទជាអ្នកជាតែតែមានគំនិតផ្សេងគ្នាហើយមនុស្សចាត់តែពី2នាក់ឡើងមានគំនិតផ្សេងគ្នាហើយទ្រឹស្ដីអ្នកទស្សនវិទូមួយគាត់លើកឡើងថាមនុស្សគឺជាឆ្កែចចកហើយទ្រឹស្ដីមួយទៀតគាត់ថាមនុស្សចាប់តែ2នាក់ឡើងគឺឆ្លោះគ្នាបាទឆ្លោះគ្នាបាទន័យនោះគឺថាគឺន័យថាមានគំនិតផ្សេងគ្នាប៉ុន្តែมันប្រកាសថាគំនិតផ្សេងគ្នានោះធ្វើឲ្យអ្នកទាំងពីរនោះមិនអាចជជែកគ្នាបានទេធ្វើការជាមួយគ្នាបានទេបាទអញ្ចឹងសូមឲ្យទទួលយកនៅសម្ដីឬក៏មតិយោបល់ទស្សនៈទាំងអស់នៅក្នុងក្រុមការងាររបស់យើងនេះយកមកជជែកវាសារកចំណុចរួមដោះស្រាយទាំងអស់គ្នាឆ្ពោះទៅរកគោលដៅមួយដែលយើងគិតថាធ្វើទៅវាជោគជ័យអញ្ចឹងសាមគ្គីភាពនេះសំខាន់ខ្លាំងណាស់ហើយបើសិនជាយើងនៅបន្តមានការបែកបាក់ការមិនទុកចិត្តគ្នាការលៀបពណ៌គ្នាមិនថានៅក្នុងក្រុមការងារយើងទេសូម្បីតែអ្នកជាតៃខ្លួនឯងហ្នឹងឥឡូវឃើញបន្តលៀបពណ៌គ្នាខ្លាំងណាស់បាទយើងបន្តលេងល្បែងដែលគេឲ្យយើងលេងអ្នកកាន់អំណាចគេដែលចង់ឲ្យអ្នកប្រជាធិបតេយ្យនឹងរួមគ្នាហីគេចង់ឲ្យតែបែកគ្នាហ្នឹងព្រោះបែកគ្នាទៅគាត់ថាគេបំបែកបំបាក់ដើម្បីគ្រប់គ្រងបាទបំបែកបំបាក់ដើម្បីគ្រប់គ្រងអ្នកឯងទៅជាក្រុមតូចបានសម្លេងតិចតួចឬក៏ជួនកាលមិនបានសម្លេងផងព្រោះសម្លេងវាបែកគ្នាអញ្ចឹងគេគ្រប់គ្រងបានប៉ុន្តែបើសិនជាដឹងថាគេចង់ឲ្យយើងបែកបាក់ដើម្បីគេគ្រប់គ្រងហើយយើងបន្តបែកបាក់ទៀតទេបាទអត់ទេអញ្ចឹងសូមឲ្យរួបរวมសាមគ្គីភាពគ្នាឡើងធ្វើការជាធ្លុងមួយជាក្រុមដើម្បីឆ្ពោះទៅរៀបចំបេក្ខជនសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ2027នេះនៅក្នុងខេត្តកំពង់ធំនេះឲ្យបានគ្រប់ឃុំសង្កាត់ទាំងអស់ដើម្បីយើងទៅប្រកួតប្រជែងយកតួនាទីនៅក្នុងសាលាឃុំសាលាសង្កាត់ដើម្បីបម្រើប្រជាពលរដ្ឋយើងនៅពេលខាងមុខនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានបាទហើយក្រៅពីនេះខ្ញុំ
ก็จังเฉลี่ยดอกกาអំពីវិនិយោគដែរដោយសារថាយើងយល់ថាស្ត្រីនិងយុវជនមានតួនាទីសំខាន់ណាស់បាទនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនេះនៅកម្ពុជាយើងសំណាងជាងគេសំណាងដល់ម៉េចសំណាងត្រង់ថាប្រជាពលរដ្ឋកម្ពុជាយើងជាង 60% ឯដែលជាយុវជនបាទហើយថាចាប់ពីអាយុ35ចុះមកជាយុវជនហ្នឹង 60% ជាងហើយនេះគឺជាកម្លាំងស្នូលខ្លាំងមែនទែនសម្រាប់ប្រទេសកម្ពុជាយើងបាទសម្រាប់ប្រទេសកម្ពុជាយើងនៅប្រទេសគេមិនមានយុវជនច្រើនអញ្ចឹងទេបាទឧទាហរណ៍ដូចនៅជប៉ុនប្រជាពលរដ្ឋចាស់ច្រើនមែនទែនបាទច្រើនមែនទែនបាត់បង់កម្លាំងពលកម្មបាត់បង់អ្នកដែលជួយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិនឹងវារីកចម្រើនហើយរដ្ឋត្រូវទទួលបន្ទុកចិញ្ចឹមចាស់ហ្នឹងទៀតបន្ទាប់ផ្ទុយទៅវិញកម្ពុជាយើងមានចាស់តិចបាទចាស់តិចហើយយុវជនច្រើនអញ្ចឹងយុវជនគឺជាកម្លាំងស្នូលនៃការកសាងខឿនសេដ្ឋកិច្ចនៅកម្ពុជាចាស់តិចប៉ុន្តែយើងមើលឥឡូវសពថ្ងៃនឹងយុវជនយើងបានប្រើប្រាស់ដោយសក្តានុពលគ្រប់គ្រាន់ម៉ាណេបាទការរៀនសូត្រក៏មិនបានគ្រប់គ្រាន់បាទផ្ទុយទៅវិញកន្លែងខ្លះគេពង្វក់រាំច្រៀងអីចឹងទៅគ្រឿងញៀនបាទបងធំបងតូចទាំងអស់ហ្នឹងហើយទៅបំផ្លាញធនធានមនុស្សរបស់យើងហ្នឹងដែលជាធនធានដែលយើងគិតថាវាល្អវាសំខាន់ប៉ុន្តែគេអត់មានការយកចិត្តទុកដាក់ក្នុងការលើកស្ទួយយុវជននឹងឲ្យដើរលើផ្លូវត្រូវដើម្បីធ្វើជាកម្លាំងស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចទេបាទអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចត្រូវធ្វើគណៈបកភ្លើងទៀនឆន្ទៈខ្មែរយើងមានគោលនយោបាយលើកស្ទួយយុវជនស្ត្រីហ្នឹងដើម្បីឲ្យពួកគាត់ធ្វើម៉េចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងបានអញ្ចឹងគណៈបកយើងមានតួនាទីសំខាន់ក្នុងការរៀបចំចលនាយុវជនចលនាស្ត្រីហ្នឹងបាទយើងឃើញថាដឹកនាំនៅក្រោយសិតតែនៅកំពង់ធំនេះมันជាចាស់ពេកហើយក៏មិនក្មេងពេកជាយុវជនដែរฉะนั้นពួកគាត់សូមឲ្យរៀបបាទសូមឲ្យថ្នាក់ដឹកនាំកំពង់ធំរៀបចលនាយុវជនចលនាស្ត្រីភ្លើងទៀនឆន្ទៈខ្មែរនេះឲ្យបានរួចរាល់ឡើងវិញបាទរួមសហការគ្នាធ្វើម៉េចឲ្យពួកគាត់មានខ្លាយទៅជារចនាសម្ព័ន្ធរបស់យើងសំខាន់ដើម្បីត្រៀមខ្លួនយើងយកទៅធ្វើការបណ្ដុះបណ្ដាលបាទព្រោះពួកគាត់គឺជាមិនមែនតែធនធានមនុស្សសម្រាប់គណៈបកភ្លើងទៀនឆន្ទៈខ្មែរទេប៉ុន្តែគឺជាអ្នកដឹកនាំប្រទេសអ្នកដឹកនាំខេត្តអ្នកដឹកនាំស្រុកអ្នកដឹកនាំឃុំនៅពេលខាងមុខដូច្នេះយើងត្រូវការកម្លាំងយុវជននិងស្ត្រីនេះជាចាំបាច់សម្រាប់គណៈបករបស់យើង